ស្ត្រីម្នាក់រាល់ពេលមុនបរិភោគអាហារតែងតែដោះខោអាវទាំងអស់ចេញសូម្បីតែខ្សែក្រវ៉ាត់ក្រហមដែលម៉ែផ្ញើផងដែរព្រោះតែបើដោះខោអាវចេញទាំងអស់ហើយប៉ុណ្ណោះពូដែលនៅក្នុងខ្លួននាងទើបងាយចេញមកបរិភោគអាហារហើយអាហារពេលល្ងាចថ្ងៃនេះរបស់នាងគឺកូនមនុស្សធំម្នាក់កំពុងដេកលក់ស្រួលបែបនេះដោយមិនដឹងថាគាត់ខ្លាចជាជំពប់នៅលើឆាកស្លាប់ទៅហើយក្នុងពេលបន្តិចក្រោយពស់ពលលោតមួយទៅលើគាត់ភ្លាមហើយចាប់ផ្ដើមរំលាយសាច់ឈាមរបស់គាត់នៅពេលនេះស្ត្រីនោះក៏មានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងនឹងពេលនេះរងចាំពស់ពលញ៉ាំអស់ឆ្ងាញ់ស្ត្រីនោះទើបចេញទៅដោយអំណរតែបរិះធំ500គីឡូក្រាមនោះវិញបានខ្លាយជាសពស្ងួតមួយទៅហើយស្ត្រីម្នាក់ពិសាអាហារពេញក្រពះកំពុងឡើងពីទឹកក្តៅពេញចិត្តមិនដឹងថាមានអ្នកគ្រប់គ្រងម្នាក់បានសង្កេតឃើញអំពើទាំងនោះពី2ថ្ងៃមុនរួចហើយអ្នកគ្រប់គ្រងនោះក៏បានយកឈាមស្ខ្មៅរបស់នាងនៅកន្លែងកើតហេតុផងដែរអំពើប្រាថ្នាបន្ទាប់មកអ្នកគ្រប់គ្រងនោះបានដើរតាមក្លិនស្លឹកពស់មកដល់ផ្ទះមួយដែលខូចខាតយ៉ាងខ្លាំងហើយនៅទីនេះក៏បានរកឃើញសពស្ងួតជាច្រើនដែរបានបាត់បង់សាច់ឈាមរួចហើយប៉ុន្តែពេលគាត់កំពុងត្រៀមប្រើលេខាដើម្បីពិនិត្យមើលហេតុការណ៍ដែលបានកើតឡើងគាត់មិនដឹងថាអាសន្ននៅពីក្រោយកំពុងខិតជិតមកវិញទេមិនគិតថាពស់ពលកំពុងត្រៀមវាយប្រហារបានរត់ចេញទៅវិញភ្លាមអ្នកធ្វើពិធីក៏មានឧបករណ៍វេទមន្តកញ្ចក់យីនយ៉ាងប៉ាឃ្លាប៉ុន្តែពេលព្រះសង្ឃកំពុងត្រៀមចេញទៅទ្វារធំបានបិទភ្លាមមើលទៅស្ត្រីនោះមិនចង់បោះបង់អាហារពេលល្ងាចនេះទេថែមទាំងមនុស្សនោះជាអ្នកដើរផ្លូវសាសនាផងដែរបើលាយសាច់ឈាមរបស់គាត់វានឹងឆ្ងាញ់ជាងមនុស្សធម្មតាច្រើនដងបន្ទាប់ពីបរិភោគសណ្តែកគាត់មិនអាចរងចាំបានទេបើកមាត់ភ្លាមចង់ចាប់ផ្ដើមបរិភោគភ្លាមមិនគិតថាអ្នកដូននោះមិនមែនជាមនុស្សអសមត្ថភាពទេមើលទៅថ្ងៃនេះជួបមនុស្សពិបាកហើយគ្មានវិធីទេគាត់សម្រេចចិត្តរត់គេចភ្លាមចំណែកអ្នកដូនដឹងថាភ្នែកសត្វនេះឆ្លាតខ្លាំងណាស់គាត់មិនមានគម្រោងចូលព្រៃទេការប្រមាញ់របស់វាមិនអាចធ្វើដោយប្រហោងប្រហែលបានទេឯដាវពស់សាកល្បងនេះពេលអ្នកបូជាមិនដេញតាមមកគាត់ទើបសម្រេចចិត្តតែអកុសលគាត់ត្រូវបានអ្នកបូជាដេញវារហូតរងរបួសធ្ងន់ពេលនេះគាត់ត្រូវការស្រូបយកធម្មពលនិងសាច់ឈាមដើម្បីបំពេញរាងកាយទើបអាចស្ដាររបួសវិញនេះគឺត្រឹមត្រូវពេលមានអ្នកស្រវឹង2នាក់កំពុងដើរឆ្លងកាត់ទីនេះដូច្នេះពួកគេមកជួយពេលត្រូវការក៏បានក្លាយជាអាហារបំពន់សម្រាប់ស្ត្រីនោះផងដែរមិនគិតថាពេលនោះនៅចម្ងាយមកមានមនុស្ស2នាក់ទៀតកំពុងដើរពេលយប់គាត់បានប្រញាប់លាក់បាំងក្លាយជាស្ត្រីខ្សោយម្នាក់ដែលគ្មានផ្ទះសម្បែងកុំចូលមកខ្ញុំកុមារីសូមកុំភ័យអីខ្ញុំឈ្មោះលីនៀនជាអ្នកជំនាញភ្ជាប់ខ្សែក្នុងទីក្រុងនេះទើបស្ដាប់គ្រូនិយាយថាជាអ្នកជំនាញភ្ជាប់ខ្សែក្នុងទីក្រុងកូនស្រីតូចក្នុងផ្ទះខ្ញុំឈ្មោះបាវីពិតជាធ្វើឲ្យខ្ញុំស្អប់ខ្ពើមណាស់អាចជួយខ្ញុំបានទេបន្ទាប់មកស្ត្រីនោះបាននាំអ្នកទាំងពីរចូលទៅក្នុងផ្ទះខូចនោះហើយអ្វីដែលបង្ហាញនៅមុខពួកគេគឺសាកសពស្ត្រីមួយដែលគ្មានក្បាលពេលនោះស្ត្រីនោះបាននិយាយពីក្រោយសាលៀងថានេះគឺជាប្អូនស្រីរបស់នាងពួកគេមិនដឹងអ្វីសោះទេអ្វីទាំងនេះសុទ្ធតែជាអ្វីដែលស្ត្រីនោះបំលែងដោយយន់ចោលណាបើនៅរស់វិញនោះល្អប៉ុណ្ណាក្រោមការណែនាំស្ត្រីនោះលីនៀនបានរកឃើញក្បាលនោះហើយយកក្បាលនោះមកដោយប្រើជំនាញបុរាណគាត់បានភ្ជាប់ក្បាលជាមួយសពវិញនៅពេលនោះខ្យល់កន្ត្រាក់បានបក់បើកទ្វារខាងក្រៅភ្លាមអ្នកទាំងពីរបានប្រញាប់គ្នាបិទទ្វារវិញមិនគិតថាបើមើលត្រឡប់វិញប៉ុន្តែពួកគេចាប់ផ្ដើមរកស្ត្រីលើឈើដែលដាក់សពបាត់ពេលពួកគេដឹងខ្លួនស្ត្រីនោះបានឈានមកខាងក្រោយមិត្តរបស់ពួកគេរួចហើយខ្ញុំស្ថិតនៅទីនេះធ្វើឲ្យទាំងពីរភ័យខ្លាចរត់បែកគ្នារុះរាន់រកកន្លែងលាក់ខ្លួននៅពេលនេះពួកគេគឺជាជាមរងស្លាប់ហើយដូច្នេះពួកស្រីក៏មិនប្រញាប់ប្រញាល់ទេដើរយកក្បាលទៅបានដើរទៅឈប់មុខមិត្តភក្តិរបស់ខ្លួនលីនៀនរាងកាយរឹងមាំក៏អាចតែឈរមើលមិត្តភក្តិរបស់ខ្លួនបន្តិចបន្តួចคล้ายទៅជាសពស្ងួតប៉ុន្តែអ្វីដែលចម្លែកគឺនារីអាប់មិនបានសម្លាប់លីនៀនទេប៉ុន្តែវិញបានបំរើឲ្យគាត់សន្លប់រងចាំលីនៀនពេលភ្ញាក់ឡើងនៅថ្ងៃបន្ទាប់គាត់វិញឃើញថាយប់មិញខ្លួនឯងបានស្រវឹងដេកនៅក្នុងហាងស្រាប៉ុន្តែអ្វីដែលគាត់មិនគិតដល់ទៀតនោះពេលត្រឡប់ផ្ទះវិញគាត់វិញឃើញថាសើមីបានមកនៅផ្ទះរបស់ខ្លួនតែគាត់បានភ្លេចអស់រឿងយប់មិញទាំងស្រុងគ្រាន់តែចាំស្រួលថាហាក់ដូចជាបានជួបគាត់កន្លែងណាមួយស្រីក្មេងសើមីនឹងមានគម្រោងអ្វីបន្តទៀតដែរម្សិលមិញសំណាងល្អដែលលោកលីបានជួយសង្គ្រោះសើមីទើបអាចគេចផុតពីដៃបរោះនោះបានតែឥឡូវសើមីគ្មានអ្នកស្រឡាញ់សោះមិនដឹងថាពេលក្រោយត្រូវធ្វើដូចម្ដេចទេបើស្រីក្មេងសើមីមិនអៀនខ្មាស់ទេសូមស្នាក់នៅផ្ទះយើងសិនទៅលោកលីងៀនបានលើពាក្យនេះហើយចិត្តរីករាយណាស់សូមសួរមានបរោះណាម្នាក់អាចបដិសេធមិនឲ្យស្រីស្អាតម្នាក់ស្នាក់ផ្ទះឯងបានពេលយប់មកដល់ប្រពន្ធក៏បានថែទាំឲ្យលីងៀនទៅមើលថាតើសើមីស្រួលចិត្តក្នុងការស្នាក់នៅអត់គាត់មិនដឹងសោះថាសើមីជាយ៉ាពោះហើយក៏មិនដឹងថាសើមីបានចាប់អារម្មណ៍បានសម្រេចលើប្តីរបស់ខ្លួនឯងពេលលីងៀនមកដល់មុខបន្ទប់ហើយរៀបចំដើម្បីគោះទ្វារគាត់បានមើលឃើញតាមរន្ធទ្វារឃើញសើមីកំពុងងូតទឹកភ្លាមនេះអារម្មណ៍ប្រាថ្នារបស់គាត់បានកើតឡើងភ្លាមពេលគាត់ចង់ត្រឡប់មកមើលបន្តិចទៀតគាត់វិញបានឃើញអ្វីមួយចម្លែកមួយក្នុងភាពចម្លែកនោះគាត់ចង់មើលបន្តិចទៀតសូមបញ្ជាក់ម្ដងទៀតមិនគិតថាតែត្រូវបានជួបប្រទះមុខជាមួយនឹងក្មេងប្រុសតូច2នាក់